យុទ្ធសាស្ត្រត្រីងៀតឆ្លៀតពងបុគ្គលឈ្មោះឡើងអានីប្រើមុនអាគមអ្វីទើបអាចសង្គ្រប់យកដីគេទាំងដុំខណៈមន្ត្រីខលខូចជួយជ្រោមជ្រែងទាំងបំពេញខេត្តព្រះសីហនុផ្ទុះការរិះគន់យ៉ាងចាស់ដៃនិងក្លាយជាប្រធានបទដ៏ក្តៅគគុកពេញបណ្ដាញសង្គមជុំវិញករណីសត្វនាដកម្មដីធ្លីនៅភូមិពូធឿងឃុំបិទត្រាំងស្រុកព្រៃនប់រឿងរ៉ាវដែលមហាជននឹកស្មានមិនដល់នោះគឺតើបុគ្គលម្នាក់អាចមានមហិច្ឆតាធំជាងមេឃយ៉ាងដូចម្ដេចដែលហ៊ានលួចទាំងសបកលេបទាំងស្នូលយកដីគេជិត20ហិកតាមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទាំងដែលម្ចាស់ដើមរស់នៅអាស្រ័យផលជិត20ឆ្នាំទៅហើយនោះពីការទិញកំទេចនំคล้ายជាការលេបយកនំទាំងមូលតាមប្រភពព័ត៌មានស៊ើបអង្កេតដើមចំនៃរឿងនេះបានចាប់ផ្ដើមឡើងកាលពីឆ្នាំ2011នៅពេលដែលលោកលីសេងខៀងតំណាងដោយលោកគឹមហៅបានលក់ដីមួយចំណែកតូចទៅឲ្យបុគ្គលឈ្មោះឡើងអានីប៉ុន្តែអ្វីដែលគួរឲ្យតក់ស្លុតបំផុតនោះគឺបុគ្គលរូបនេះបានប្រើល្បិចកលកន្ទេលធំបន្លំដេងឆក់ឱកាសធ្វើប្លង់សង្គ្រប់យកដីដែលនៅសល់រហូតដល់1,63053 ម៉ែត្រការ៉េដីមានម្ចាស់កាន់កាប់ជ្រងងបាយជាមានឈ្មោះខ្មោចមកសង្គ្រប់យកទៅបានតើច្បាប់ស្រុកខ្មែរសម្រាប់ការពាររាស្ត្រឬសម្រាប់ការពារបុគ្គលចិត្តចោលនេះគឺជាសម្រេចយុត្តិធម៌ដែលម្ចាស់ដីបានពលទាំងទឹកភ្នែកតើមានអាបធ្មប់នៅពីក្រោយខ្នងឬជាការខົບខិតគ្នាជាប្រព័ន្ធសំណួរដ៏ធំមហាជនចង់ដឹងគឺតើឡើងអានីនោះហោះទៅធ្វើប្លង់បានដោយរបៀបណាវាមិនមែនជារឿងចៃដន្យឡើយដែលឯកសារមិនប្រក្រតីអាចឆ្លងផុតភ្នែកមន្ត្រីជំនាញបានគ្រប់ជាន់ថ្នាក់បើគ្មានការបាក់ដៃឬពុករលួយជាប្រព័ន្ធនៅពេលម្ចាស់ដីពិតប្រាកដទៅសុំធ្វើប្លង់រឹងបែរជាមន្ត្រីជំនាញឆ្លើយយ៉ាងត្រជាក់ត្រជុំថាដីនេះមានឈ្មោះគេបាត់ទៅហើយនេះឬជាសេវាសាធារណៈឬជាការជួយកាន់ជើងចោលទាំងកណ្ដាលថ្ងៃត្រង់ក្នុងសង្គមខ្មែរគេតែងពោលថាមនុស្សដែលមានចំណេះដឹងតែងចិត្តខ្មៅដូចទឹកថ្នាំប្រាខួរក្បាលទៅបំពេញញើសឈាមរបស់អ្នកដទៃស្លាប់ទៅគឺមានតែទូដីដាក់លើក្បាលប៉ុណ្ណោះទង្វើដែលហ៊ានបំភ្លៃការពិនខ្លែងឯកសារនិងប្រើខ្សែរយៈជន់ឈ្លីយុត្តិធម៌បែបនេះគឺជាទង្វើអយុត្តិធម៌បំផុតដែលសង្គមមិនអាចទទួលយកបានឡើយសំណូមពរនិងវិធានការក្តៅពីមហាជនក្នុងនាមកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមអង្គភាពសារព័ត៌មានយើងខ្ញុំសូមអំពាវនាវដោយទទូចគោរពជូនឯកឧត្តមសាយសំអាលឧបនាយករដ្ឋមន្ត្រីមេត្តាជួយដាក់អធិការកិច្ចវះកាន់ដល់មន្ត្រីដែលខົບខិតចេញប្លង់ឲ្យបុគ្គលឡើងអានីជាបន្ទាន់ដើម្បីកុំឲ្យមន្ត្រីអសកម្មទាំងនោះក្លាយជាមហារាជបំផ្លាញជំនឿទុកចិត្តលើរដ្ឋាភិបាលប្រព័ន្ធតុលាការសូមផ្ដល់យុត្តិធម៌ឲ្យបានពិតប្រាកដលើបណ្ដឹងលួចដីនិងក្លែងឯកសារសាធារណៈកុំឲ្យមាសប្រាក់មានអំណាចជាងច្បាប់និងទឹកភ្នែករាបញ្ជាអង្គភាពសារព័ត៌មានយើងខ្ញុំផ្សាយក្នុងគោលបំណងស្ថាបនានិងជម្រាបជូនថ្នាក់ដឹកនាំដើម្បីជ្រាបជាព័ត៌មានតែប៉ុណ្ណោះយើងខ្ញុំស្វាគមន៍រាល់ការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធគ្រប់ពេលវេលាដើម្បីដំណាភាពនិងយុត្តិធម៌សង្គមយុត្តិធម៌អាចនឹងយឺតយ៉ាវប៉ុន្តែវាមិនត្រូវបាត់បង់ឡើយ